ពុទ្ធសាសនាលើថារបបអាជីវកម្មដែលបានរកបានប្រាក់ហើយបានបុណ្យទៀតគឺពេទ្យនឹងមួយចៅក្រមមួយពេទ្យជាបារោគអីគេបានតម្លៃកម្រៃជាជីវិតតែបានបុណ្យទៀតដែលសារមានមេត្តាករណាធ្វើទៅលើអ្នកជំងឺអាណិតគ្នាឈឺចុកចាប់ស្រែកធ្ងោស្រែកយំនឹងមានចិត្តទាំងចង់ឲ្យបានជាសះស្បើយស្រាកស្រាលសញ្ញាណពីរោគានឹងថាមេត្តាធ្វើនឹងបានបុណ្យគឺថារបរនឹងបានបុណ្យហើយបានប្រាក់ទៀតបុណ្យសម្ដែងព្រះសម្មាសម្ពុទ្ធសម្ដែងថាណដ្ឋិភាធិសមារយោនៅលើលោកនេះគ្មានសត្រូវអ្វីដែលកាយស្មើនឹងជំងឺនឹងទេអាជំងឺនឹងកាយវាអស្ចារ្យអាណិតអាសូរនឹងវាបុកវាបែនវាធំវាត្រៀកស្រេចយោយាយ៉ាងនេះទេបុទ្ធានឹងជំងឺធំសត្រូវខ្លាំងណាស់បើអញ្ចឹងលោកពេទ្យនឹងបច្ចេកនិកជួយដោះស្រាយបញ្ហាជំងឺរោគាឲ្យជាសះស្បើយទៅមានបានសេចក្តីសុខព្រោះយើងបានបន់ផ្ដល់សេចក្តីសុខនេះលោកបញ្យល់ណាបានបុណ្យហើយបានប្រាក់ទៀតដល់បានទេកុំយកតែប្រាក់អត់យកបុណ្យណាបានទេហើយកុំយកតែប្រាក់ថាបុណ្យក៏យកប្រាក់ក៏យកចាហើយចៅក្រមក៏ដូចគ្នាដែរបើរយុទ្ធទៅធ្វើឲ្យគ្នាចឹងការគ្នាម្ចាស់ទ្រព្យសោះវាទៅជាចាញ់គេវិញអាចោដែលមកប្លន់ទៅជាឈ្នះដោយសារណាដោយសារចៅក្រមហ្នឹងឯងអាត្មាសូមឲ្យលោកទាំងអស់ធ្វើម៉េចជាបុគ្គលដ៏ប្រសើរបំផុតជាទេវតារបស់មនុស្សតាមបានទេឯទេវតារបស់មនុស្សបើលោករកសច្ចៈធ្វើឲ្យភាគីទាំងពីរបានគឺសង្គមយើងស្អាតបរិលោកក៏បានបន់ដែរតាមបានទេរកសេចក្តីពេចសច្ចៈធ្វើហ្នឹងនេះសំបដាំបបណ្ណាព្រោះមនុស្សដែលមានបញ្ហាចំនួនឆ្លោះប្រកែកគឺនឹងហើយនៅរយុទ្ធធ្វើអញ្ចឹងបានតែធ្វើម៉េចយកប្រាក់ផងយកបុណ្យផងកុំយកតែប្រាក់ណាបានទេយកតែប្រាក់ក៏យកតែយកតែប្រាក់អត់រួចខ្លួនទេណាតើប្រាប់អាយបុរាណថាណាអ្នកកាន់ក្តីគេនឹងមេធាវីណាត្រូវឲ្យមានយុត្តិធម៌ក្នុងហ្នឹងរកសច្ចៈប្រើមនុស្សគ្នាពឹងលើយើងហើយជាទេវតាដូចជាទេវតាមួយដល់សេចក្តីសុខឲ្យរាជអាត្មាបានជំរាបឲ្យអស់លោកទាំងអស់ក៏ដឹងដែរឥឡូវកំពុងប្រទេសយើងកំពុងតែផ្លាស់ប្ដូរប្រែប្រួលប្រព័ន្ធនៃអ្នកដឹកនាំហើយអ្នកសប្តាហ៍ថ្ងៃនេះសត្វតែប្រហែលគ្នាខុសគ្នាទាំងអស់ហើយសត្វតែជាបញ្ញវន្តទៀតមានសមត្ថភាពគ្រប់ដឹងគ្រប់យល់បើយ៉ាងទៅមិនសង្គ្រោះប្រទេសជាតិរបស់ព្រះយើងធ្វើរោសេចក្តីត្រឹមត្រូវល្អដែលផ្ដល់សេចក្តីដល់ប្រជាពលរដ្ឋរបស់ព្រះយើងរួមអស់គ្នា